សូមស្វាគមន៍អ្នកនរគ្នាមកកាន់វីដេអូបន្តនៅក្នុងវីដេអូនេះយើងសិក្សាអំពីការបង្កើត OU group និង file server មុនចូលដល់ការបង្កើត OU group តើអ្វីទៅជា OU គឺជា container ឬក៏ folder សម្រាប់រៀបចំនិងបែងចែក resource ដូចជាអ្នកប្រើប្រាស់ computer និង group ទៅតាមរចនាសម្ព័ន្ធរបស់ក្រុមហ៊ុនឬស្ថាប័នដើម្បីងាយស្រួលក្នុងការគ្រប់គ្រងនិងកំណត់ group policy ន័យថា OU ហ្នឹងកំណត់ policy ទៅឲ្យបុគ្គលិកនៅតាមផ្នែកនីមួយៗរបស់គាត់តាមមុខងារដោយកំណត់ថាគាត់អាចមើល folder ណាបានឬក៏មើលអត់បានជារួមគឺយើងអាចគ្រប់គ្រងម៉ាស៊ីនរបស់គាត់ចំណែកឯ group វិញគឺជាការប្រមូលផ្ដុំ account របស់អ្នកប្រើប្រាស់ user ហ្នឹងឬ computer រួមគ្នាដើម្បីងាយស្រួលក្នុងការផ្ដល់សិទ្ធិប្រើប្រាស់ម៉ាស៊ីនទៅតាម resource ផ្សេងៗដូចជាការ share folder អីណាចឹងយើងចូលទៅធ្វើវាទាំងអស់គ្នាយើងចូលទៅកាន់ Windows Server របស់យើងតោះមកយើងចូលទៅកាន់ Windows and Setting Tool ហ្នឹងយើងយកកន្លែងដែលយើងបង្កើត user ពីវីដេអូមុនទៀតចូលទៅនៅក្នុងហ្នឹងfolder ហ្នឹងវាគឺជា OU ហ្នឹងឯងវាបង្កើតមកអូតូយើងអត់បានបង្កើតវាទេអញ្ចឹងយើងបង្កើត OU យើង select លើ local របស់យើង right click ហើយយកពាក្យ new ក្នុងហ្នឹងគឺវាដាក់នេះយើងអាចបង្កើត OU ក្នុងបានឧទាហរណ៍ខ្ញុំបង្កើត OU មួយឈ្មោះថា counting ហើយកន្លែង select ហ្នឹងគឺមានន័យថាយើងការពារពីការលុបឧទាហរណ៍យើងច្រឡំដៃលុប OU ចោលអញ្ចឹងបាត់ស្ទឹងហើយទាំងអស់អញ្ចឹងយើងឧទាហរណ៍យើងចង់លុបវាយើងចុច right click មកយើងយកពាក្យ delete ហើយវានឹង alert មកប្រាប់ថាយើងអាចលុប OU បានទេដោយសារតែយើងបាន tick មុនហ្នឹងបើយើងអត់ធ្វើទេយើងអាចលុបបានអញ្ចឹងរបៀបលុបវាយើងយក view យកទៅកាន់ advanced វានឹង folder ច្រើនអញ្ចឹងយើងចង់លុប account ទេយើងចូលទៅកាន់ property ហើយយកពាក្យ object ហើយយើង unselect អានោះវិញមកយើងអូខេហើយយើងអាចលុបវាបានហើយអញ្ចឹងធ្វើការលុបវាឃើញយើងអាចលុបវាបានអញ្ចឹងដល់ពេលយើងដាក់ add បានអញ្ចឹងទៅវាឃើញ file ច្រើនវាពិបាកឲ្យយើងធ្វើការយើងបិទវាវិញអញ្ចឹងយើងបង្កើត OU មកតតែមកដោយសារតែយើងត្រូវរៀនពីវា counting អូខេយើងអាចបង្កើត OU មួយបានហើយយើងនៅក្នុង OU គឺមាន OU មួយទៀតអញ្ចឹងយើងបង្កើត OU មួយទៀតឧទាហរណ៍បង្កើតអំពីអញ្ចឹងឧទាហរណ៍យើងបង្កើតនៅក្នុង accounting ហ្នឹងគឺមាន user មួយហើយយើងបង្កើត OU មួយទៀតយើងបង្កើត OU នៅក្នុង accounting មួយទៀតយើងគ្រប់គ្រងទៅលើម៉ាស៊ីន computer របស់ user យើងដាក់ computer មកអញ្ចឹងយើងបាន OU មួយអញ្ចឹងចំណុចបន្ទាប់យើងត្រូវបង្កើត user មួយ join OU នឹងយើងចូលទៅកាន់ user ហើយយើង right click យកពាក្យ new មកហើយយើងយក user អញ្ចឹងយើងដាក់ឈ្មោះមកឧទាហរណ៍ខ្ញុំដាក់ឈ្មោះរបស់ខ្ញុំដាក់ចត្រា last name កន្លែង user name ហ្នឹងជាទូទៅគេដាក់ s ចុចហើយនឹងឈ្មោះរបស់យើងនិយាយថា s ហ្នឹងគឺជាតកូរបស់យើងដាក់អក្សរកាត់ហើយយើង click next មកក្នុងហ្នឹងគេឲ្យយើងដាក់ password អញ្ចឹងយើងធ្វើការដាក់ password មកចំណុចរបស់យើងដាក់ password យើងមើលខាងក្រោមហ្នឹងខាងលើហ្នឹងគឺមានន័យថានៅពេលដែល user login ចូលគាត់យើងតម្រូវឲ្យគាត់ហ្នឹងដូរ password ជាទូទៅនៅក្នុងក្រុមហ៊ុនគឺគេឲ្យយើងដូរ password ហ្នឹងសូម្បីតែអ្នកកាន់ server ក៏អត់អាចដឹង password របស់ user បានដែរអញ្ចឹងយើង take ខាងលើហ្នឹងដើម្បីគាត់ពេល login ទៅគាត់ធ្វើការដាក់ password ខ្លួនឯងចំណែកទី2នោះគឺ user cannot change password ជាទូទៅដូចជាធនាគារឬក៏ស្ថាប័ននានាដើម្បី security របស់គេ3ខែគេតម្រូវឲ្យយើងហ្នឹងដូរ password ម្ដងអញ្ចឹងបើយើងទីទី2មានន័យថាគាត់អាចដូរ password បានទេយើងប្រើ password ហ្នឹងរហូតទី3ហ្នឹង password never expire មានន័យថាលេខកូដហ្នឹងគឺអត់ចេះ expire ទេយើងប្រើរហូតតែជាទូទៅយើងអត់ថេកទេដោយសារតែ
ដើម្បី security ផ្នែកទី4ហ្នឹងគឺយើង disable account ហ្នឹងអញ្ចឹងយើងធ្វើតាលើមុនហើយយើង next យើងចុច finish ហើយយើងបង្កើតបាន user មួយអញ្ចឹងយើងអាចកំណត់ property របស់ user ហ្នឹងបានអញ្ចឹងដើម្បីកំណត់ property នេះបានយើង right click លើវាមកយើងយកពាក្យថា property នៅក្នុងហ្នឹងវាមាន option ច្រើនមែនតើយើងអាចដាក់ address ត្រង់កន្លែងនេះគឺតើតើណា account យើងអាចកំណត់គាត់បានហើយនេះគឺ our login មានន័យថាយើងកំណត់ម៉ោងធ្វើការរបស់បុគ្គលិករបស់យើងឧទាហរណ៍ក្នុងក្រុមហ៊ុនយើងកំណត់ម៉ោងធ្វើការក្នុងម៉ោងធ្វើការហ្នឹងយើងកំណត់ឲ្យគាត់អាច login ចូល user ហ្នឹងបានចឹងអា QQ នៅក្នុងតារាងហ្នឹងមានន័យថាគឺជាម៉ោងដែលគាត់អាច login ចូលទៅកាន់ user ហ្នឹងបានចឹងឧទាហរណ៍យើងចង់កំណត់ម៉ោងឲ្យបុគ្គលិកហ្នឹងគាត់ធ្វើការពីថ្ងៃសៅរ៍ដល់ថ្ងៃសុក្រហើយម៉ោងធ្វើការពីម៉ោង8ដល់ម៉ោង4អញ្ចឹងយើងត្រូវធ្វើដូចនេះអញ្ចឹងដំបូងយើងធ្វើការ select វាទាំងអស់ហើយយើងចុចខាងក្រោមហ្នឹងបើនេះសាញ់ select អស់ select តាមទៀតខាងក្រោមចឹងវាអស់ហើយនេះចឹងបើដាក់ខាងលើវាចេញខៀវវិញចេញដាក់ខាងក្រោមអស់មកឧទាហរណ៍យើងកំណត់ម៉ោងឲ្យគាត់ធ្វើការពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រហើយពីម៉ោង8ដល់ម៉ោង5ចុះយើង select ថំម៉ោង5មកហើយយើងដាក់ខាងលើចឹងមានថាក្នុងចន្លោះម៉ោងពី8ដល់ម៉ោង5ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រក៏អាច login ចូលបានដែរចំណែកនេះវិញគឺបើយើងដាក់ all មានន័យថាគ្រប់ម៉ាស៊ីននៅក្នុង domain ទាំងអស់គាត់អាច login ចូល user នឹងបានចឹងបើយើងយកអាទី2យើងអាចកំណត់ម៉ាស៊ីនរបស់គាត់អាចចូលបានត្រឹមតែម៉ាស៊ីនរបស់គាត់ទេចឹងថាយើងមានម៉ាស៊ីនមួយឈ្មោះថា client V7 អញ្ចឹងសំដៅ W8 ហើយយើងវាយឈ្មោះម៉ាស៊ីននឹងចូលមក client W8 ហើយយើង add ចូលចុច add មកហើយអូខេហើយយើងចុច apply មកហើយបន្ត apply យើងមើល option ផ្សេងទៀតសិនចំណែក member of ន័យថា user ហ្នឹងគាត់មាននៅក្នុង domain ហ្នឹងអញ្ចឹងបើយើង remove គាត់ចេញពី domain ហ្នឹងន័យថាគាត់អាច login ចូល user ហ្នឹងបានទេតែយើង remove អាហ្នឹងតែខាងគាត់ត្រូវតែមាននៅក្នុងហ្នឹងបើអត់មានទេគាត់អាច login ចូលបានទេអញ្ចឹងក្នុងនោះវាមាន option សម្រាប់យើងកំណត់ឲ្យ user ហ្នឹងបានច្រើនអញ្ចឹងចុច apply អូខេមកខ្ញុំបានរៀបរាប់ទាំងអស់ទេតមកទៀតយើងចូលទៅកាន់ user យើងឃើញថាកន្លែងនេះគឺវាញ៉ៃច្រើនមែនតើអញ្ចឹងដើម្បីគ្រប់គ្រងគាត់ងាយស្រួលយើង move គាត់ទៅកាន់ OU ដែលយើងបានបង្កើតប៉ុណ្ណឹងយើងចុច move to accounting ហើយដាក់ចូល user ហើយយើង move ម៉ាស៊ីនរបស់គាត់មួយទៀតយើងចូល move ចូលទៅកាន់ accounting យើងបង្កើតហ្នឹងយើងដាក់ចូល computer មកអូខេអញ្ចឹងយើងចូលទៅវា move ទៅក្នុងនឹងហើយចឹងបន្ទាប់ពីយើងធ្វើហើយយើងចូលទៅតេស្ត user របស់យើងអស់គ្នាយើងចូលទៅកាន់ client មកចឹងអានេះគឺចរនេះហ្នឹងគឺជា user យើងបង្កើតពេលយើង set up Windows ចឹងយើងចូល user យើងវាយឈ្មោះ user login ដែលយើងបានកំណត់មុនហ្នឹងយើងវាយមកចឹងបន្តវាយហើយចុច OK ចឹងវាប្រាប់យើងថាយើងនឹងត្រូវដូរ password ចឹងយើងដាក់ password ថ្មីមកconfirm វាហើយយើង enter ចឹងមានថា account ហ្នឹងយើងអាច login ចូលបានទេមូលហេតុអីមូលហេតុដោយសារតែយើងកំណត់ម៉ោង login របស់គាត់អញ្ចឹងដោយសារតែយើងកំណត់ម៉ោង login របស់គាត់ដោយសារខ្ញុំធ្វើនេះគឺធ្វើនៅថ្ងៃសៅរ៍អញ្ចឹងមានថាថ្ងៃសៅរ៍ហ្នឹងគឺគាត់អត់មានសិទ្ធ login ចូល account ហ្នឹងបានទេអញ្ចឹងខ្ញុំធ្វើការ select វាម្ដងទៀតហើយទាំងអស់ហើយយើងដាក់ full ហ្មងណាធ្វើជាឧទាហរណ៍ក្នុងការ login អញ្ចឹងយើងហើយយើងចូលទៅកាន់ client ដើម្បី login ចូលម្ដងទៀតចឹងយើងធ្វើការ change password ថ្មីរបស់យើងមកយើងដាក់មកហើយ confirm វាមកអូខេចឹងមានថា password ហ្នឹងយើងបានដូរហើយអញ្ចឹងយើងអាច login ចូលបានអញ្ចឹងចំណុចបន្ទាប់មកទៀតយើងនឹងធ្វើការបង្កើតនៅ group
ចឹងមុននឹងធ្វើការបង្កើតក្រុមខ្ញុំសូមបង្ហាញដល់អ្នកនេះពីទីសាស្ត្រក្នុងការយក directory របស់យើងហ្នឹងដាក់ចូលទៅក្នុង MMC ដើម្បីងាយស្រួលធ្វើការចឹងភាសាតយើងចូលរកដល់គឺយើងវាញ៉ៃៗខាងតែនឹងចូលទៅ Active Directory វាចាំចឹងយើងធ្វើវាយើងចុច Windows O មកហើយយើងវាយ MMC តទៅទៀតយើងយកពាក្យ file ហើយយក add ហើយយើងយកអ្វីដែលយើងចង់ add ចូលនឹងចឹងយើងដោយសារយើងធ្វើការនឹងអាហ្នឹងយើង select ទៅអាហ្នឹងហើយយើងចុច add ទាញឲ្យធំសិនដើម្បីស្រួលមើលនេះចឹងយើងចូល Active Directory ហ្នឹង add ចូលហើយនឹងអស់គេអាច add អីផ្សេងទៀតក៏បានដែរអញ្ចឹងវាជួយស្រួលដល់យើងធ្វើការយើងចុច OK មកអូខេហើយយើងចុច save យើងដាក់វានៅលើ desktop មកហើយយើងដាក់ឈ្មោះឲ្យបានដែរឧទាហរណ៍តាមនេះ my mmc ហើយចុច save អញ្ចឹងវានឹង load មកលើ desktop របស់យើងនេះអញ្ចឹងយើង double click លើវាមកយើងចូលទៅដល់ការបង្កើតក្រុមរបស់គ្នាអញ្ចឹងយើងបើក folder មកចូលទៅកាន់ local របស់យើងដើម្បីបង្កើតនៅក្រុមបានយើងបង្កើតវានៅក្នុង accounting ហ្មងទៅដើម្បីងាយស្រួលយើងចូលទៅកាន់ accounting មកយើងបង្កើតវានៅក្នុង user ចូលទៅកាន់ user យើង right click យកពាក្យ new ហើយយកពាក្យgroup អញ្ចឹងដាក់ឈ្មោះ group របស់យើងមកឧទាហរណ៍ខ្ញុំដាក់ឈ្មោះ account admin ចាំតោះហើយចុច OK ជិះបានក្រុមមួយហើយយើងបង្កើតក្រុមមួយទៀតយើងយកពាក្យ new យកក្រុមអញ្ចឹងខ្ញុំបង្កើតក្រុមមួយទៀតដែលមានឈ្មោះថា account assistant តែចំនួនការមានជាងទៅយើងតែជាងយើងបានក្រុម2ហើយបានក្រុម admin មួយក្រុម assistant មួយអញ្ចឹងយើងចូលទៅមើលក្នុងក្រុមយើងបង្កើតហ្នឹងយើងឃើញថាអត់តមាន user ណាចូលទេអញ្ចឹងដើម្បីមួយ user យើងចូលបានយើង right click ទៅលើ user របស់យើងយកពាក្យ add group ហើយយើងវាយឈ្មោះក្រុមអញ្ចឹងឧទាហរណ៍យើងអត់ចាំឈ្មោះក្រុមទេយើងយក advanced ហ្នឹងហើយយើងចុច find new ចំណែកថាវាចូលមកទាំងអស់អញ្ចឹងសម្រាប់ខ្ញុំ recommend អ្នកទាំងអស់គ្នាវាយឈ្មោះវាមកទៅអញ្ចឹងយើងវាយឈ្មោះក្រុមយើង account admin ហើយយើងចុច check name អញ្ចឹងបើវាចេញបន្តពីក្រោមមានន័យថាឈ្មោះក្រុមនឹងត្រូវយើងចុច OK ហើយយើង add គាត់ចូលក្រុមមួយទៀតចូលក្រុម assistant មួយទៀតអញ្ចឹងវាយ account assistant មកចុច check name អូខេតត្រូវចុច OK អញ្ចឹងន័យថាយើងមើលទៅកាន់ user ចត្រាស់ហ្នឹងមានmember of មានន័យថាគាត់បាន join ក្រុមអីខ្លះគាត់មានក្រុម3ទី1នោះគឺ domain account admin និង account assistant ចុច OK មកហើយយើងធ្វើការបង្កើត user មួយទៀតដើម្បី login ចូលក្រុមរបស់យើងចុចបង្កើត user ក្នុង server របស់យើងមកអញ្ចឹងយើងបង្កើតដូចតមុនដែរទេអញ្ចឹងសូម skip វាហើយអញ្ចឹងមុនហ្នឹងខ្ញុំធ្វើការបង្កើត user មួយដែលមានឈ្មោះថា Shirley អញ្ចឹងយើង add គាត់ចូលក្រុមមក add គាត់ចូលក្រុមassistant ចុច OK យើងមើលទៅកាន់ Shirley អញ្ចឹងគាត់មានក្រុម2មានក្រុម assistant ជាមួយនឹង domain របស់យើងចំណុចបន្ទាប់មកទៀតហ្នឹងគឺខ្ញុំនឹងបរិញ្ញាអ្នកនរគ្នាពីរបៀបធ្វើ file server អញ្ចឹងចូលទៅកាន់ file manager របស់យើងមកយើងចូលទៅកាន់PC តែសារតែខ្ញុំមានតែមួយត្រៃទេខ្ញុំត្រៃ C ទៅយើងធ្វើការបង្កើតនៅ folder ថ្មីមួយអញ្ចឹងទៅ new ទៅ folder មួយដាក់ឈ្មោះថា data អញ្ចឹងនៅក្នុង data ហ្នឹងមានអីក្នុង data ហ្នឹងយើងធ្វើការបង្កើតនៅ folder 2ទៀតក្នុង folder នេះធ្វើការបន្តនៅ folder 2ទៀតកើត new folder មកដាក់ឈ្មោះថា folder 1ដាក់ឈ្មោះថា accounting
ហើយ folder មួយទៀត folder មួយទៀតយើងដាក់ឈ្មោះថា finance ចឹងទៅចឹងបន្ទាប់ពីយើងបង្កើតនៅ folder ទាំងអស់ហ្នឹងហើយយើងធ្វើការ share folder ហ្នឹងនៅក្នុង server ចឹងចូលទៅកាន់ tool ហ្នឹងយើង add យើងរកពាក្យថា share folder យើង add វាចូលទៅកាន់ MMC របស់យើងមកដើម្បីងាយស្រួលធ្វើការចុច finish មកអូខេចឹងយើងមាន2ហើយចុច OK យើងបាន folder មួយមានឈ្មោះថា share folder នៅក្នុងនោះវាមាន folder ជាច្រើនចឹងយើងបាច់ខ្វល់ទេយើងចុច right click យកពាក្យ new share ចុច next តមកយើងចង់ share ពីឲ្យយើងប្រោទៅកាន់ folder ដែលយើងបានបង្កើតមុនហ្នឹងយើងដាក់វាក្នុង drive C ចឹងចូលទៅកាន់ drive C ហើយចូលកាន់ data យើងឧទាហរណ៍យើងចង់ share folder ឈ្មោះថា content ចឹងក្នុងនោះមាន description អីផ្សេងៗយើងបាច់ខ្វល់វាទេចឹងអាហ្នឹងវាមាន option ជាច្រើនចឹងយើង click យក custom អានេះដាក់ everyone នេះថាយើងអត់ត្រូវដាក់ everyone នេះត្រូវ remove ចឹង folder ហ្នឹងមិនមានន័យថាយើងចង់ឲ្យ user ដែលមាននៅក្នុងក្រុម accounting ហ្នឹងឃើញអាចប្រើប្រាស់ជាមួយនឹង folder ហ្នឹងបានចឹងយើង add មកហើយយើងចុច add ក្រុមរបស់យើងបង្កើតហ្នឹងក្រុម admin ហ្នឹងយើងចុច check name ហើយយើងចុច OK ហើយយើងដាក់ full control មានន័យថាអ្នកដែលជា admin ហ្នឹងអាច control លើ folder ហ្នឹងបានអាចធ្វើអីលើ folder ហ្នឹងបានអញ្ចឹងយើង add មួយទៀតយើងដាក់ account assistant យើង add ក្រុម account assistant យើងចូលមួយទៀត check name ចុច OK អញ្ចឹង account assistant ហ្នឹងមានតែយើងដាក់គាត់តាមតែ see only ទេតែមានថាគាត់អាចឃើញតែគាត់អាចធ្វើអី folder ហ្នឹងបានទេអញ្ចឹងចុច finish មកតោះមកយើងចូលទៅកាន់ sim client របស់យើងដើម្បីធ្វើការ test វាអស់គ្នាចឹងដំបូងខ្ញុំធ្វើការ log in ចូលទៅកាន់ account របស់ចត្រាសិន login ចូល by password មកអូខេចឹងយើងចូលបានហើយចឹងយើងចូលទៅកាន់ file explorer របស់យើងមកចឹងដើម្បីហៅ file ហ្នឹងបានយើងត្រូវ search ទៅហៅ IP របស់ server ចឹងយើងដាក់ slash ពីយើងមកចឹង IP របស់ server មក 192.168.1.1 ត្រូវចឹងយើងវាយវា192.168.1.1 ខ្ញុំច្រឡំដក clear ខាងមុខចាអាហ្នឹងយើងដាក់វាជាប់ជាមួយនឹង slash មកខ្ញុំច្រឡំវាដក clear ចឹងចុច enter ចឹងន័យថា folder ហ្នឹងយើងអាចចូលបានហើយចឹងដើម្បីងាយស្រួលដើម្បីកុំឲ្យយើងសុយវាច្រើនបងយើងបង្កើតជាត្រៃមួយមកចុចឲ្យ click វាបង្កើតជាត្រៃខ្ញុំដាក់វាត្រៃសិតចឹងទៅគាត់ចូលក្នុង folder ហ្នឹងបានហើយចឹងដែលសារតចត្រាគាត់នៅក្នុងក្រុមរបស់ admin ខ្ញុំថាគាត់មានសិទ្ធិ full control ទៅលើ folder មួយហ្នឹងចឹងគាត់អាចធ្វើអីក៏បានដែរចឹងគាត់បង្កើត file កាត់អីផ្សេងៗទៅថតកាត់ file មួយឈ្មោះថា budget ហ្នឹងទៅជា budget របស់ក្រុមហ៊ុនចឹងទៅសេដាក់$1 លានចឹងទៅអូខេចុច save ចឹងន័យថាគាត់អាចគ្រប់គ្រងទៅលើ folder ហ្នឹងបានចឹងយើងធ្វើការតេស្តទៅលើ series ម្ដងយើង log out ចេញយើងយក order user ចឹងវាយណែបគាត់វាយ password ដោយសារតែពេលបង្កើតuser series ហ្នឹងខ្ញុំអត់បានដែលគាត់បង្កើត new password ទេចឹងវាយ password មកយើងចូលបានចឹងនៅពេលដែលយើងចូលបានហើយយើងធ្វើការតេស្តវាអស់គ្នាចូលទៅកាន់ file មកហើយ search IP របស់ server ដូចគ្នាយ៉ាងនេះចឹងយើងឃើញ accounting យើងចុច new ហើយយើងចង់បង្កើត file មួយចឹងបង្កើតទេដោយសារតែគាត់អត់មានសិទ្ធិក្នុងការ control លើ file ឬក៏ folder មួយនោះចឹងគាត់បានធ្វើតែមើលក្នុង folder ហ្នឹង
ចឹងបើគាត់ចង់ refresh ឬក៏ចង់ save អីក៏គាត់អាចធ្វើបានដែរដោយសារតែគាត់បានត្រឹមតែមើលតែប៉ុណ្ណោះគឺ see only ចឹងពេលយើងទៅ save ទៅវាចេញ alert មកគាត់អាចធ្វើអីបានទាំងអស់ចឹងវីដេអូរបស់ខ្ញុំថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងជួបគ្នានៅវីដេអូបន្ទាប់